Cho một can rồng măng tí bấyនៃវិញ្ញាសាទី1ជាប្រភេទលំហាត់សម័យកាលបន្ទាត់ដែលទី1គឺរកតម្លៃ AB បើសិនជាបន្ទាត់ D នេះកាត់តាមចំណុច A និង B របៀបនៃការធ្វើយើងនឹងយកចំណុច A និងចំណុច B ជំនួសចូលទៅក្នុងសម័យកាលបន្ទាត់ D បន្ទាត់ D កាត់តាមចំណុច A ដែលមាន x ស្មើ A ហើយនឹង y ស្មើ2នោះយើងយកទៅជំនួសបាន 2x បដូរទៅជា A បូក 4y បដូរទៅជា 2 ស្មើ B 2គុណនឹង A បាន 2A 4គុណនឹង2បាន8ស្មើ B យើងតាំងវាដោយសម័យកាលទី1មួយទៀតករណីដែលបន្ទាត់ D កាត់តាមចំណុច B វិញម្ដងដែលមាន x ស្មើ6ហើយ y ស្មើ A នោះយើងបាន2គុណឲ្យ x គឺ6បូក4គុណឲ្យ y គឺ A ស្មើឲ្យ B 2គុណឲ្យ6បាន12 4គុណនឹង A បាន 4A ស្មើ B យើងតាំងវាដោយសម័យកាលទី2បន្ទាប់មកយើងចង1និង2ជាប្រព័ន្ធដោយយើងយកសម័យកាលទី1ទៅដកនឹងសម័យកាលទី2គឺយក 2A បូក8ដកកាត់តាឲ្យ12បូក 4A ស្មើឲ្យ B ដក B 2A បូក8ទុកដដែលយើងគុណដកចូលបានដក12ដក 4A ស្មើ0 2x ដក 4x នៅសល់ដក 2x 8ដក12នៅសល់ដក4ស្មើ0យើងរុញដក4ទៅខាងស្ដាំបាន4ទាញរក A ស្មើ4ចែកឲ្យដក2ស្មើដក2តាមរយៈសម័យកាលទី1គឺ2គុណឲ្យ A គឺដក2បូកឲ្យ8 2គុណនឹងដក2បានដក4បូក8នៅសល់4ដូច្នេះតម្លៃ A ស្មើទៅនឹងដក2ហើយ B ស្មើទៅនឹង4ចូលមកដល់ទី2គឺកំណត់សម័យកាលបន្ទាត់ L ដែលជាប្រភេទសម័យកាលមេយ៉ាទ័រនៃអង្កត់ AB អញ្ចឹងជាដំបូងគឺយើងត្រូវមានចំណុច A ដែលមានករណី A តូច2ហើយ A យើងរកឃើញមិញគឺដក2ចំណែកឯករណី B គឺ 6A ដែល A មិញរកឃើញដក2អញ្ចឹងយើងបានករណីទាំងពីរបន្ទាប់មករកសម័យកាលបន្ទាត់ AB ជាមុនសិនដោយយើងប្រើប្រាស់នៅរូបមន្ត y ស្មើ y2 ដក y1 លើ x2 ដក x1 កត្តា x ដក x1 បូកឲ្យ y1 x1 និង y1 គឺជាករណីរបស់ចំណុច A ហើយ x2 y2 គឺជាករណីចំណុច B អញ្ចឹងយើងបាន y ដក y2 គឺដក2ដក y1 2លើ x2 6ដក x1 ដក2ដកគុណដកបានបូកកត្តាឲ្យ x បូក2បូកឲ្យ2យើងចាប់ផ្ដើមធ្វើលេខ y ស្មើដក2ដក2បានដក4លើ6បូក2 8កត្តា x បូក2បូកឲ្យ2យើងសម្រួលនឹង4ចោលបានដក1លើ2កត្តា x បូក2បូកឲ្យ2យើងគុណដក1លើ2ចូលបានដក1លើ 2x ដក1បូក2បង្រួមលទ្ធផលបានដក1លើ 2x បូក1អញ្ចឹងសម័យកាលបន្ទាត់ AB គឺយើងរកឃើញហើយបន្ទាប់មកទៀតគឺយើងរកករណីចំណុចកណ្ដាល AB ដែលយើងតាំងដោយ I ហើយយើងមានរូបមន្តគឺយក x1 បូក x2 នៅលើ2ហើយ y1 បូកឲ្យ y2 នៅលើ2ហើយបានយើងចំនួនតម្លៃចូល x1 ដក2បូក x2 6នៅលើ2 y1 2បូកឲ្យ y 2គឺដក2នៅលើ2 6ដក2នៅសល់4 4ចែក2បាន2 2ដក2 0 0ចែក2គឺ0ឥឡូវយើងរកឃើញករណីចំណុចកណ្ដាលមួយទៀតហើយយើងប្រើប្រាស់នៅលក្ខខណ្ឌទាំងពីរយកមកដោះស្រាយដោយយើងតាំងបន្ទាត់ L ដោយសម័យកាល y ស្មើ ax បូក b ចំណុចសំខាន់គឺយើងត្រូវរក a និង b ឲ្យឃើញដោយសារតែ
L គឺជាសម័យកាលមេយ៉ាត់ទ័រនៃអង្កត់ AB នោះមានន័យថាបន្ទាត់ L កែងជាមួយនឹងបន្ទាត់ AB ពេលដែលវាកែងយើងទាញបានមេគុណប្រាប់ទិសនៃបន្ទាត់ទាំងពីរគុណគ្នាស្មើនឹងដក1ហើយមេគុណប្រាប់ទិសនៃបន្ទាត់ L គឺ A និងមេគុណប្រាប់ទិសនៃបន្ទាត់ AB គឺដក1លើ2បន្ទាប់មកទៀតយើងទាញរក A វាត្រូវស្មើទៅនឹងបូក2វិញទៅរក B ដោយសារតែបន្ទាត់ L វាកាត់តាមចំណុច I ដែលមានកណេ2 0ហើយយើងយកកណេហ្នឹងហើយនឹង A នេះយកមកជំនួសនៅក្នុងសម័យកាលតាងនេះដើម្បីរក B អញ្ចឹងគេបាន y យើងបដូរទៅជា0ស្មើ a គឺ2 x គឺ2បូកឲ្យ b យើងគុណ2នឹង2បាន4បូកឲ្យ b ហើយយើងទាញរក b គឺស្មើនឹងដក4ដូច្នេះសម័យកាលបន្ទាត់ L គឺ y ស្មើនឹង 2x ដក4បន្តចូលមកដល់សំណួរទី3គឺកំណត់ប្រភេទត្រីកោណ ABC ដើម្បីកំណត់ប្រភេទត្រីកោណបានគឺយើងត្រូវស្គាល់ប្រវែងរបស់ជ្រុងទាំង3នៃត្រីកោណ ABC ដោយយើងរកវាទៅតាមរូបមន្តចម្ងាយរវាង2ចំណុចទី1យើងនឹងរកប្រវែងជ្រុង AB ដែលស្មើរឹសការ៉េនៃ XB ដក XA លើកជាការ៉េបូកឲ្យ YB ដក YA លើកជាការ៉េដោយ XB គឺ6ដក XA ដក2ដកប៉ះដកបានបូក2វិញហើយលើកជាការ៉េបូក YB ដក2ដក YA គឺ2លើកជាការ៉េ6បូក2បាន8លើកជាការ៉េបូកដក2ដក2បានដក4លើកជាការ៉េ8លើកជាការ៉េបាន64ដក4លើកជាការ៉េបាន16យក64បូកឲ្យ16បាន80បន្ទាប់មកទៀតយើងរកប្រវែងជ្រុង AC វិញម្ដងស្មើរឹសការ៉េនៃ XC ដក XA លើកជាការ៉េបូកឲ្យ YC ដក YA លើកជាការ៉េដែល XC គឺ3ដក XA គឺដក2ដកប៉ះដកបានបូកលើកជាការ៉េបូក YC 2ដក YA 2លើកជាការ៉េស្មើ3បូក2បាន5លើកជាការ៉េបូក2ដក2បាន0 5លើកជាការ៉េបាន25បញ្ចេញពីរឹសបាន5 BC ដែលស្មើទៅនឹងរឹសនៃ XC ដក XB លើកជាការ៉េបូក YC ដក YB លើកជាការ៉េដោយ XC គឺ3ដក XB 6លើកជាការ៉េបូក YC 2ដក YB គឺដក2ដកប៉ះដកបានបូកលើកជាការ៉េ3ដក6នៅសល់ដក3លើកជាការ៉េបូក2យក2បាន4លើកជាការ៉េដក3លើកជាការ៉េបាន9 4ការ៉េ16 9បូក16បាន25បញ្ចេញពីរឹសបាន5ដោយ AC ស្មើជាមួយនឹង BC ស្មើ5ដូចនេះត្រីកោណ ABC ជាត្រីកោណសមបាទសំណួរចុងក្រោយគឺបញ្ជាក់ថាចំណុច C នៅលើបន្ទាត់ L ដោយបន្ទាត់ L យើងរកឃើញនៅសំណួរខាងលើនេះដើម្បីបង្ហាញថាចំណុចមួយនៅលើបន្ទាត់យើងគ្រាន់តែយកតម្លៃកូណេជំនួសចូលនៅក្នុងសម័យកាលបន្ទាត់ដែលចំណុច C គឺមាន x 3និង y 2នោះគេបាន2ស្មើនឹង2គុណឲ្យ x គឺ3ដកឲ្យ4 2គុណនឹង3បាន6ដក4នៅសល់2គឺពិត
បើវាផ្ទៀងផ្ទាត់បែបនេះមានន័យថាចំណុច C គឺនៅលើបន្ទាត់ L